យ៉ាងពុទ្ធបរិស័ទយើងរស់នៅសប្ងៃត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាចិត្តឲ្យជាសុខនេះណាកុំបដោយត្រូវខឹងក៏ខឹងទៅអញខឹងនឹងត្រូវទៅទៀតអីអញ្ចឹងមិនបានទេចឹងនោះយើងត្រូវតែយល់អំពីសភាពនៃការខឹងក្រោធនឹងគឺជារោគរបស់ចិត្តឬថាជាសម្រាមដែលយើងត្រូវតែជូនចេញបោះចេញពីជីវិតរបស់យើងអ្វីដែលជាគ្រឿងស្មោកគ្រោកនឹងត្រូវរស់នៅក្នុងសភាពស្អាតដែលបានជាទីតាំងនៃសេចក្តីស្ងប់រងាប់ណាការមិនធ្វើបាបទាំងពួងហ្នឹងជាគ្រឹះមាំណាស់សម្រាប់សាងចេតដីនៃជីវិតហ្នឹងចឹងគឺការមិនធ្វើបាបហ្នឹងសំខាន់ណាស់ណាចៅក៏ធ្វើបន់បានដែរណានេះរឿងបន់ហ្នឹងវាទលំទលាយណាស់ទៅជាទានទៅជាការសង្គ្រោះអីខ្លះអាចមានចិត្តដឹងគុណម៉ែឪអីចឹងទៅក៏មានដែរនឹងឯងប៉ុន្តែជាចោលទេប្រកដីហ្នឹងដូច្នេះសំខាន់ណាស់ត្រង់សពបាបស្សអករណង្សការមិនធ្វើបាបទាំងពួងហ្នឹងគឺជាគ្រឹះនៃបុណ្យកុសលហ្មងទៀតដូចជាគ្រឹះនៃបច្ច័យដីអញ្ចឹងគឺត្រូវតែឲ្យមមតំចឹងមកបានសាងតួបច្ច័យដីគឺកុសលាសូបសម្បទានឹងបានហើយសច្ចតប្រយោជន៍តេបណ្ណហ្នឹងជាកម្ពូលចេតដីបញ្ចុះនៅអមតៈធាតុគឺព្រះនិព្វានដែលជាអារម្មណ៍នៃផលសមាបត្តិញ្ញាណចេតដីនៃជីវិតរបស់ព្រះអរិយបុគ្គលនេះឯងដែលយើងមើលរុងរឿងទីចាស់ទីចង់គួរដល់ការគោរពបណ្ណាចេតដីនៃជីវិតរបស់ព្រះអរិយបុគ្គលហើយពុទ្ធបរិស័ទយើងនៅតែស្មោកគ្រោកហ្នឹងមិនរង្គៀសទេមិនខ្មាស់មិនខ្ពើមបាបទាំងអស់ហ្នឹងហើយយើងមកថ្វាយបង្គំបច្ច័យដីគឺព្រះអរិយហ្នឹងយ៉ាងម៉េចទៅបើយើងស្មោកគ្រោកស្អុយដាក់បច្ច័យដីអញ្ចឹងអាហ្នឹងយើងនឹកឃើញអញ្ចឹងចឹងមិនសមគួរឡើយត្រូវតែងូតទឹកឲ្យស្អាតបាតស្លៀកពាក់ឲ្យសមរម្យងូតទឹកឲ្យស្អាតបាតហ្នឹងគឺសពបាបស្សអករណង្សហ្នឹងមានសិលហ្នឹងមិនធ្វើបាបហ្នឹងស្លៀកពាក់តុបតែងខ្លួនប្រាណហ្នឹងក៏សាលាសូបសម្បទាហ្នឹងនឹងឯងដែលសមគួរនឹងមកថ្វាយបង្គំបច្ច័យដីគឺបានដែលយើងមានមនោសញ្ចេតនានៅចិត្តនៅក្បែរព្រះអរិយបុគ្គលអញ្ចឹងសំខាន់ណាស់ណាក្នុងជីវិតយើងរាល់ថ្ងៃត្រូវថែរក្សាចិត្តណាអ្នកណាយើងរៀនមើលក្នុងចំណែកល្អរបស់អ្នកដទៃនឹងឯងកាលណាបើយើងចេះមើលក្នុងចំណែកល្អរបស់អ្នករតីសំបីតិចតួចក៏ដោយក៏យើងមានសមានចិត្តនឹងឯងតិចអាចនឹងឲ្យអភ័យមានសេចក្តីអនុគ្រោះអីប្រព្រឹត្តទៅបានមិនចេះតែមួម៉ៅក្តៅក្រហាយមិនចេះតែចាប់ទោសកំហុសចំពោះអ្នកដទៃទៅទេហើយរឿងចាប់ទោសកំហុសអ្នកដទៃវាចាប់ហើយទោះអ្នកដទៃនឹងវាខុសមែនក៏ដោយប៉ុន្តែសំខាន់តែចិត្តរបស់យើងក្នុងពេលហ្នឹងស្អាតដែរឬទេយើងវាចេះតែអញ្ចឹងណាវាចេះតែមួម៉ៅទៅលើអ្នកដទៃឬក៏ចេះតែសម្លឹងទោសអ្នកដទៃ1 2 3អញ្ចឹងទៅអត់មើលចិត្តខ្លួនឯងដែលកំពុងតែស្មោកគ្រោកនៅក្នុងពេលហ្នឹងទេជួនកាលអ្នកដទៃស្ដីថាអីមកអញ្ចឹងទៅវឹបទៅមើលទោសអ្នកដទៃស្ដីថាឲ្យអញអត់មើលអាត្រង់កន្លែងខឹងនឹងគេហ្នឹងទេគឺណាអត់មើលអាចិត្តដែលកំពុងតែខឹងនឹងគេហ្នឹងទេវាជាទុកហ្នឹងណាគិតរូបពាក្យឆ្លើយតបទៅគេវិញគេថាអញមិនអញថាដល់មិនសងសឹកអីអញ្ចឹងទៅហើយអត់ពិនិត្យមើលទេអាសភាពដែលគិតរូបពាក្យថាទៅគេវិញហ្នឹងគឺកំពុងតែកើតទុកហ្នឹងណាហើយវាចេះតែបន្តទៅទៀតអញ្ចឹងតើយើងបានរក្សាចិត្តយ៉ាងម៉េចទៅនៅពេលដែលយើងបានថែរក្សាចិត្តណាអ្វីអំពីខាងក្រៅហ្នឹងគឺបានទៅជាអារម្មណ៍ដែលនាំឲ្យយើងបានទានបានសិលបានភាវនាសេចក្តីសន្តោសប្រោសប្រណីអធិស្ឋ័យឲ្យអភ័យគឺថាសម្រេចបានដោយសារយោនិសោមនសិកាជារោងចក្រមួយផលិតចេញទានសិលភាវនាសមថវិបស្សនាដោយអំណាចយោនិសោមនសិកាហ្នឹងជាបាតជាបតតឋានគ្រប់កុសលទាំងអស់ហើយអាវត្ថុធាតុដើមហ្នឹងទោះជារូបយ៉ាងម៉េចក៏ដោយសម្លេងក្លិនរសផតពៈធម្មអារម្មណ៍ហ្នឹងយ៉ាងម៉េចក៏ដោយឲ្យតែចូលមកដល់រោងចក្រយើងមួយហ្នឹងគឺចេញមកជាទានហ្មងចេញមកជាសិលហ្មងចេញមកសមថៈចេញមកវិបស្សនានេះគឺជារោងចក្រដ៏អស្ចារ្យណាយោនិសោមនសិកាទេអត់រើសអារម្មណ៍ទេអារម្មណ៍អីក៏ដោយឲ្យតែចូលមកដល់រោងចក្រហ្នឹងគឺទៅជាទានទៅជាសិលទៅជាសេចក្តីសន្តោសប្រោសប្រណីអធិស្ឋ័យឲ្យអភ័យនេះគឺក្នុងពុទ្ធសាសនាព្រះអង្គទ្រង់បង្រៀនឲ្យថែរក្សាចិត្តអញ្ចឹង